ចំណីល្អគុណភាពខ្ពស់សត្វស៊ីឆាប់ធំសុខភាពល្អដូច្នេះចំណីគឺជារឿងសំខាន់ទី2ក្នុងចំណោមរឿងសំខាន់ទាំង6អញ្ចឹងដំបូងយើងដើម្បីផលិតចំណីបានគឺយើងមានពោតចំនួន 2B ស្មើនឹង50គីឡូហើយចំណី 1B 30គីឡូហើយអានេះស្រូវកិនឲ្យចេញជាកន្ទក់នេះចំនួន30គីឡូដែរអានេះសម្រាប់ធុងខ្ញុំណាខ្ញុំកិនម្ដង110គីឡូបងប្អូនអញ្ចឹងយើងចាក់វាបញ្ចូលសពមកហើយបន្ទាប់មកយើងប្រើ premix ចំនួន8ខាំម្សៅឈាមចំនួន1គីឡូហើយជាមួយនឹងម្សៅឆ្អឹងចំនួន8ខាំអានេះកន្ទក់ Monster យើងដាក់បន្ថែមឲ្យគ្រប់30គីឡូបន្ទាប់មកយើងច្របល់វាលាយវាដូចលាយស៊ីម៉ងអញ្ចឹងបងប្អូនលាយវាឲ្យសព្វលាយ2ដងហើយលាយធ្វើម៉េចលាយឲ្យសព្វទៅហើយយើងចាក់ជាស្ទាប់យើងស្រួលជោគលាយបងប្អូនណាអានេះខ្ញុំលាយ3ដងដើម្បីវាសព្វល្អចូលគ្នាណាបន្ទាប់មកយើងវីដូចខ្ញុំអញ្ចឹងមកហើយបន្ទាប់មកយើងវាល់មានអំបិលចំនួន3ខាំស្កររងូចំនួន3ខាំដែរបន្ទាប់មកអ្វីដែលយើងអាចខ្វះបានគឺឈុតថ្នាំនេះឈុតថ្នាំនេះសម្រាប់ឈុតតូចនេះគឺមិនឈុតតែ 50000 ទេហើយយើងដាក់កន្លះក្នុងមួយមុខណាដោយសារតែយើងកិនចំណីចេះយើងអាចលាយបានរហូតដល់ទៅ220គីឡូបន្ទាប់មកយើងប្រើទឹកស្អាតយើងហ្នឹងចំនួន5គីឡូកន្លះទឹកសបកវា6គីឡូបន្ទាប់មកយើងយកទៅចាក់វាម្ដងម្សាហើយវីលៃធ្វើម៉េចច្របល់ធ្វើម៉េចឲ្យសព្វបងប្អូនលាយតាមវីដេអូដែលខ្ញុំបង្ហាញនេះទៅវាឆាប់សព្វណាសព្វល្អយើងលាយធ្វើម៉េចសំណើមពី5% បានហើយ5-6% បានហើយកិនទៅល្អនេះបងប្អូនឃើញទេនេះលទ្ធផលចេញមកបងប្អូនឃើញទេសាច់វាស្មើល្អណាហើយមុននឹងខ្ញុំភ្លេចប្រាប់បងប្អូនយើងអាចដាក់ប្រេងឆាឬក៏ប្រេងសណ្ដែកណាចំនួន30 មីលីលីត្រដែរដើម្បីកិនចំណីទៅកុំឲ្យវាបែកឲ្យវាមូលអត់សូវមានកតិចដោយគ្រាប់ចំណីដែលខ្ញុំបង្ហាញនេះឃើញទេអត់មានកតិចទេដូចរបស់ក្រុមហ៊ុនយើងស្អាតអាឡូងល្អបើយើងអត់ប្រើប្រេងសណ្ដែកវាអាចរៀងបែកកតិចច្រើនណាអូខេអញ្ចឹងការផលិតចំណីគឺជារឿងសំខាន់មួយបងប្អូនណានៅពេលដែលយើងផលិតបានល្អទៅការស៊ីសត្វឆាប់ធំលូតលាស់លឿនសុខភាពល្អព្រមវាភ្លឺស្អាតឆ្អឹងវារឹងមាំណាហើយអត់មានមន់ក្រិតទេលុកដៃចូលទៅសាច់ពេញល្អទោះបីជាបងប្អូនចិញ្ចឹមយកសាច់លក់ក៏ដោយក៏ឈ្មួញចូលចិត្តទិញដែរហើយបើសិនជាបងប្អូនសម្រាប់បាក់សីប្រយុទ្ធក៏ល្អដែរសាច់តាន់សាច់អត់មានព្រោះណាប៉ុន្តែបើសិនជាចំណីនៅលើទីផ្សារឲ្យស៊ីតែចំណីសុទ្ធណាអត់លាយបញ្ចូលគ្នាដូចខ្ញុំចេះសាច់វាលើកមករៀងព្រោះបងប្អូនអាចពិសោធន៍មើលបានណារូបមន្តដែលលាយតាមខ្ញុំនេះខ្ញុំពិសោធន៍រួចហើយរយៈពេល1ឆ្នាំជាងហើយឃើញលទ្ធផលល្អថ្ងៃនេះខ្ញុំចែកម្លែកជូនបងប្អូនណាលាយតាមរូបមន្តខ្ញុំនេះគឺសាច់វាហាប់ណែនល្អវាអត់ខ្លាញ់ពេកទេខ្ញុំពុះខ្ញុំសាកកាប់ហូបមើលណាសាច់វាតាន់ល្អធានាឲ្យបងប្អូនឲ្យទៅលាយតាមរូបមន្តហ្នឹងហើយអានេះខ្ញុំគ្រាន់តែបង្ហាញកូនមន់តិចដែលយើងរៀបចំចេះសុខភាពវាល្អណាបន្ទាប់ពីខ្ញុំដកអញ្ចាំងខាន់ចេញហើយខ្ញុំដាក់សណាញ់ខាន់ចេះបន្ទាប់មកដាក់បាតវាប្រឡោះធំជាងមុនឃើញថាសុខភាពវាអត់មានផ្លូវហើមសោះនៅពេលដែលយើងប្រើប្រាស់ចំណីបានត្រឹមត្រូវជាមួយនឹងការថែទាំបានល្អអ្វីដែលពិសេសយើងលាយថ្នាំឲ្យវាផឹកជាប្រចាំទៅមិនមែនត្រឹមតែការពារជំងឺបងប្អូនណាការលាយថ្នាំជួយឲ្យសត្វមានសុខភាពល្អសត្វឆាប់ធំហើយនៅពេលដែលវាឆាប់ធំអង្គតិកវាខ្ពស់ជំងឺមុំជាតិចូលរួចទេណាបងប្អូនជាតិចូលរួចទេបងប្អូនឃើញសភាពមន់ខ្ញុំបង្ហាញជាក់ស្ដែងហើយទាំងតូចទាំងធំគឺសភាពធំមកស្មើគ្នាល្អដោយសារទី1យើងចម្រាញ់មេបាឬពូជធំទី2ការថែទាំរបស់យើងមកល្អទី3ចំណីរបស់យើងមានគុណភាពខ្ពស់ទឹកស្អាតប្រើឲ្យវាហើយការរៀបចំធុងយើងរៀបចំទៅតាមចែកទេសឬក៏អ្វីដែលមន់ចង់បានបន្ទាប់មកការប្រើប្រាស់ថ្នាំមួយវ៉ាក់សាំងអញ្ចឹងគឺជាសិតតែចំណុចសំខាន់ទាំង6ដែលខ្ញុំបាននិយាយវីដេអូមុនហើយអានេះជាវីដេអូបន្ទាប់បងប្អូនអាចតាមដានវីដេអូទៅខ្ញុំនឹងចេញឲ្យបានគ្រប់វីដេអូចំនួន6ហ្នឹងណាបងប្អូនឃើញជាក់ស្ដែងក្នុងពេលវាល្អប៉ុន្តែនេះយើងអាចបិទអំពូលបានហើយណាបិទអំពូលបានហើយអានេះប្រហែលជា30ជាងវគ្គនេះអញ្ចឹងកុំឲ្យខាត់ពេកយើងមកកិនចំណីបន្តទៀត
សម្រាប់ចំណីយីពេលដែលយើងកិនហើយយើងអាចហាលវារយៈពេលមួយថ្ងៃខែនេះវាឆាប់ស្ងួតណាស់ដោយសារវាមានខ្យល់អញ្ចឹងយើងហាលវាមួយថ្ងៃហើយយើងអាចប្រមូលច្រកបេទុកច្រកបេបងប្អូនអាចច្រកក្នុងបេចំណីណាក្នុងបេចំណីបេស្រូវដោយសារតែបេស្រូវវាមានខ្យល់អាកាសចេញចូលអញ្ចឹងធ្វើឲ្យចំណីយើងអត់ងាយដុះផ្សិតហើយនៅពេលដែលយើងហាស្ងួតចំណីឲ្យគ្រាន់ដុះផ្សិតយើងទុកឲ្យស៊ីបានយូរហើយខែនេះយើងអាចទុកបានរហូតដល់រយៈពេលកន្លះខែទៅមួយខែប៉ុន្តែខ្ញុំរីកមិនឬក៏ណែនាំឲ្យបងប្អូនកិនត្រឹមរយៈពេលមួយអាទិត្យទៅ10ថ្ងៃស៊ីអស់ទៅវាល្អដោយសារតែយើងកិនភ្លាមស៊ីភ្លាមសុខភាពរបស់សត្វក៏ល្អដែរណាដោយសារតែកិនភ្លាមស៊ីភ្លាមវាឈ្ងុយល្អបើសិនជាចំណីបេដលេគេរយៈពេល3ខែគេមានម៉ាស៊ីនធំដើម្បីស្ងួតវាស្ងួតល្អអញ្ចឹងប៉ុន្តែនេះយើងហាលផ្ទាល់ហាលនេះបងប្អូនអាចប្រើសាបហាលលើសាបបើសិនជាបងប្អូនមានករណីបងប្អូនអត់មានបងប្អូនអាចប្រើសំណាញ់អាស្បៃណាហាលលើស្បៃទៅល្អអានេះដល់ម៉ោងឲ្យស៊ីហើយអញ្ចឹងម្នាក់ឯងកិនបដាឲ្យស៊ីបដាបងប្អូនណាហត់ដែរហ្នឹងនេះកូនមន់ដល់វ័យដល់ពេលវាត្រូវស៊ីហើយចេញមកប្រសាចបងប្អូនអញ្ចឹងរៀបចំចេះបងប្អូនប្រព័ន្ធទឹកប្រព័ន្ធចំណីអីគឺយើងស្រួលយើងគ្រាន់ដាក់អញ្ចឹងគឺវាអូខេយើងអាចឆ្លៀតពេលមកកិនចំណីដូចខ្ញុំទៀតបន្តបានកិនបដាឲ្យស៊ីបដាទៅម្នាក់ឯងយើងអាចគ្រប់គ្រងបានគ្រាន់ថារៀងហត់តិចសិនជាបងប្អូនអត់ចង់ហត់ហៅកូនចៅថែមខ្ញុំធ្លាប់ប្រើកូនចៅដែរប៉ុន្តែឥឡូវទៅមើលប្រពន្ធឆ្លងទន្លេមិនតាន់មកវិញហ្មងហើយយើងពេលកិនហើយអស់យើងអាចបោសសម្អាតអាតង់ណាតង់ដែលយើងក្រាលហ្នឹងបោសចេញឲ្យស្អាតទៅកុំឲ្យវាដុះផ្សិតនេះយើងកិនរួចរាល់ហើយអាមកធុនចុងក្រោយនេះសម្រាប់កូនមន់រៀងតូចដោយសារតែយើងកូនមន់អាយុ2ខែគឺវារៀងស៊ីគ្រាប់រៀងតូចអញ្ចឹងយើងមូលសេរីទៅវាតូចអានេះកិនហើយយើងសេរីបោសចេញពីត្បាល់ម៉ាស៊ីននឹងឲ្យស្អាតទៅបងប្អូនឃើញទេគ្រាប់វារៀងខ្លីម៉ាស៊ីនហ្នឹងយើងមានកន្លែងសេរីយើងសេរីឲ្យវាខ្លីវារៀងខ្លីសេរីវារៀងវែងតែបងប្អូនអាសាបងប្អូនអាចដូរអាកន្លះត្បាល់ហ្នឹងបានដោយសារកន្លះត្បាល់ហ្នឹងគឺវាមានអាលេខតូចទៀតតែខ្ញុំកិនតែមួយអញ្ចឹងហ្មងអានេះគ្រាប់រៀងខ្លីសម្រាប់កូនមន់ទៅគ្រាប់រៀងវែងសម្រាប់មន់ធំអញ្ចឹងវីដេអូហ្នឹងដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនគិតថាល្អកុំភ្លេច share មួយហើយបើចង់តាមដានវីដេអូថ្មីកុំភ្លេចចូលទៅ follow page អ្នកមួយទៅអូខេវីដេអូនេះមានប៉ុណ្្នឹងនេះហើយសម្រាប់បងប្អូនដែលចង់បានវីដេអូថ្មីកុំភ្លេច comment និង share like ផងអូខេអរគុណច្រើនពីខ្ញុំបាទទ្រង់ស្ទីសសូមគោរពលាបាយបាយអូមួយទៀតសិនជាបងប្អូនចង់បានថ្នាំកុំភ្លេចអាចឆាតមកបានណាឈុតតូច 50000 ឈុតកណ្ដាល 100000 និងឈុតធំ 150,000បាយបាយជំរាបលា